bạn chân chia đầm bóng xôm chuẩn bị số mùi sờ sàn sờ tiếng ong bạn để tam đan với videoរបស់លោកគ្រូថ្ងៃនេះគឺលោកគ្រូចែករំលែកនៅវីដេអូមួយដែលក្មួយភាគច្រើនគឺនៅពេលដែលក្មួយដោះស្រាយលំហាត់មកវាជួប radical ឬក៏ radical ហ្នឹងគឺជា radical មិនមែនជាលេខពិសេសដែលយើងមិនអាចបញ្ចេញបានព្រោះលេខពិសេសគឺយើងអាចបញ្ចេញពី radical បានប៉ុន្តែលេខអត់ពិសេសហ្នឹងគឺបានន័យថាយើងបញ្ចេញពី radical អត់បានទេលេខដែលយើងបញ្ចេញពី radical បានចំពោះការ៉េអញ្ចឹងលោកគ្រូលើកតែការ៉េទេណាគ្រូអត់លើកគូទេចំពោះលេខពិសេសដែលយើងបញ្ចេញពី radical បានចំពោះការ៉េគឺវាមាន4មែនទេ4បញ្ចេញមកបាន2មែនទេ9បញ្ចេញមកបាន3 25បញ្ចេញមកបាន5 36បញ្ចេញមកបាន6បាទ49ចេញមកបាន7អីចឹងជាហូហែហ្នឹងគឺជាករណីលេខពិសេសដែលយើងបញ្ចេញពី radical មកបានងាយចុះលេខមួយចំនួនទៀតហ្នឹងគឺថាក្មួយมันអាចបញ្ចេញពី radical បានទេគឺសរសេរទៅគឺជាប់ radical ឆ្ងល់នៅហ្នឹងហើយអញ្ចឹងលោកគ្រូមានវិធីមួយក្នុងការដោះស្រាយដើម្បីឲ្យក្មួយយកទៅធ្វើជាមូលដ្ឋានក្នុងការគិតលេខជាពិសេសក្មួយរូបវិទ្យាពេលដែលគ្រូធ្វើក្មួយធ្វើការប្រឡងជួនកាលជាប់ radical ទៅឬក៏រឹសការ៉េអីចឹងទៅក្មួយទុកវានៅក្នុងរឹសការ៉េអញ្ចឹងក្មួយសរសេរវាឲ្យមកជាចំនួនសក្តិទានមកសរសេរវាឲ្យចេញជារៀងប្រភេទទៅបើយើងអាចចែកវាបន្តទៀតយើងចេញជាចំនួនទស្សភាគទៅអញ្ចឹងយើងកុំឲ្យវាជាប់ radical បាទតោះក្មួយមកមើលសិនបាទអញ្ចឹងក្មួយមកមើលធម្មតាឬ26យើងគិតទៅឬ26ឬការ៉េ26យើងបញ្ចេញពី radical អត់បានទេមែនទេក្មួយចេញអត់បានទេណាព្រោះបើសិនតែយើងគិតទៅឬការ៉េនៃ25យើងបញ្ចេញមកបានប៉ុន្មានបាន5ឃើញទេឬការ៉េ25យើងបញ្ចេញមកបាន5ចុះឬការ៉េនៃ36យើងបញ្ចេញមកបានប៉ុន្មាន6ចុះឬការ៉េនៃ9បញ្ចេញមកបាន3ឬការ៉េនៃ4យើងចេញមកបានប៉ុន្មានបាន2អញ្ចឹងលេខទាំងអស់នេះគឺសុទ្ធតែជាលេខពិសេសទាំងអស់ដែលយើងបញ្ចេញពី radical បានទាំងអស់ប៉ុន្តែក្មួយមើលលេខ26មើលតើ26យើងបញ្ចេញពី radical បានអត់បាទអញ្ចឹងក្មួយគាត់តែមើលទៅឃើញថាអូលេខ26នេះគឺមិនមែនជាករណីការ៉េពិសេសទេបើវាមិនមែនជាការ៉េពិសេសក្មួយទៅធ្វើម៉េចដើម្បីបញ្ចេញវាបានអញ្ចឹងក្មួយមកធ្វើតាមវិធីនេះមួយបាទ26នេះគឺក្មួយដកមួយចេញមកដកមួយឲ្យទុកទៅ25នេះក្មួយទៅសេបានបែបនេះគឺស្មើនឹងបាទឬការ៉េនៃ25បាទ25បូកជាមួយនឹង1អញ្ចឹងគ្រូចង់និយាយថាបើសិនជា25បូកនឹង1នេះគឺបាន26វិញអត់បានមែនទេបានលោកគ្រូដឹងថាក្មួយចេះហើយ25បូកនឹង1នេះគឺបាន26វិញប៉ុន្តែមកដល់កន្លែងនេះគឺក្មួយផ្ដាច់វាមកគឺក្មួយចាប់យកឬការ៉េ25នេះអាធំហ្នឹងណា25បូកជាមួយនឹងបូក1នេះគឺលើប្រភេទនេះគឺមេគុណរបស់វា2បាទ2ឬការ៉េនៃ25នេះវិញនេះ25នេះវិញអញ្ចឹងក្មួយសាធ្វើតាមវិធីនេះសាមើលតើក្មួយអាចធ្វើបានឬក៏យ៉ាងម៉េចអញ្ចឹងយើងគិតទៅ25យើងបញ្ចេញមកបានប៉ុន្មានបាទ25យើងបញ្ចេញមកបាន5ឃើញទេបូកជាមួយប៉ុន្មាន1បាទ1នេះគឺយើងដាក់នៅលើមក2គុណជាមួយនឹង25យើងបញ្ចេញមកបាន5គុណនឹង2នេះមកឃើញទេក្មួយតើនេះស្មើអញ្ចឹង5គ្រូសេចេះទៀតទៅបូកជាមួយប៉ុន្មាន1គូសេចេះសិនចុះសម្រាយ5គុណនឹង2គឺ10ក្មួយតើនេះគឺវាចេញចំនួនគុតបូកជាមួយប្រភេទបាត់ហើយបើចេញចំនួនគុតបូកប្រភេទវាជាចំនួនសក្តិទានបាទអញ្ចឹងมันអាចទៅជាចំនួនអសក្តិទានបានទេអញ្ចឹងវាទៅជាចំនួនសក្តិទានហើយបើមកជាចំនួនសក្តិទានក្មួយទៅគិតមិនក្មួយយក10គុណនឹង5បាន50បូក1បាន51ក៏បានដែរ51លើ10បាទអញ្ចឹងយើងយក51ចេះ10ទៅយើងឃើញចំនួនទស្សភាគប៉ុន្តែលោកគ្រូគិតចេះលោកគ្រូគិតថា5នេះបូកជាមួយនឹងឥឡូវ1ចេះ10បានប៉ុន្មានក្មួយសាក់គិតមើល1ចេះនឹង10បានប៉ុន្មានអញ្ចឹងក្មួយសាក់យកមកចែកមកគ្រូចែកបង្ហាញ1ចែកនឹង10បាទចែក10អញ្ចឹងថែម0យើងថែម0កាត់ក្បៀសមែនទេបាទថែម0កាត់ក្បៀសក្មួយដាក់ប៉ុន្មានបាទក្មួយដាក់1មក1 10ដង10គឺ0អញ្ចឹងមកន័យថា1/10នេះគឺស្មើនឹង 0.1 ត្រូវអត់បើ0.1ក្មួយបូកជាមួយនឹង 0.1 ចេះមកឃើញទេបូក 0.1 អញ្ចឹងបើបូក 0.1 លេខនេះគឺស្មើប៉ុន្មានគឺស្មើនឹង 5.1 តើនេះមានន័យថាឬការ៉េ26នេះគឺយើងបញ្ចេញពី radical មកគឺបានប៉ុន្មានគឺបាន5.1 នេះបាទអញ្ចឹងបើសិនជាក្មួយចង់ដឹងវាមិនមែនស្មើទាំង 100% ទេណាក្មួយ99% ត្រូវអញ្ចឹងមកន័យថាវាលំអៀងលេខទូចទៅទស្សភាគទូចមែនទេអញ្ចឹងក្មួយសាក់យកកាស៊ីយ៉ូមកចុចឥឡូវលោកគ្រូយកកាស៊ីយ៉ូមកចុចឲ្យក្មួយមើលតោះក្មួយមើលសិនគ្រូយកកាស៊ីយ៉ូមកចុចណាព្រោះធម្មតាលោកគ្រូទៀងទាត់មើលកាស៊ីយ៉ូដែរបាទឥឡូវលោកគ្រូចុចរឹស26បាទ26ចេញពី radical មកគឺបាននេះក្មួយឃើញទេគឺបាន5.1 ប៉ុន្តែនៅកន្លែងនេះកាស៊ីយ៉ូវាបង្ហាញថាម៉េចគឺ5ចុចឃើញក្មួយមើលនេះឃើញទេ5ចុចប៉ុន្មានគឺ 5.09 អញ្ចឹងបើ 5.099 ក្មួយប្រកួត9ឡើងទៅក្មួយប្រកួត9ឡើងទៅវាបាន1អញ្ចឹងលេខយើងនៅពេលដែលយើងសរសេរចេញមកវាបានប៉ុន្មានអានេះគឺបានប៉ុន្មាន
5 ចុចម៉ានគឺ0 9 អញ្ចឹងគួយបង្កត់9ឡើងមកគឺទុកតែលេខ2ខ្ទង់វាមិនបាន1 9បាន10សេលេខ0តែទុក1 1បូក1នេះបូក0នេះបាន1យើងបានកន្លែងនេះ1អញ្ចឹងមិនន័យថាលេខនេះគឺយើងយកទៅប្រកាសបានក្មួយយកទៅប្រកាសបានហើយជាពិសេសក្មួយដែលធ្វើរូបវិទ្យាគីមីវិទ្យាឬក៏គណិតវិទ្យាដែលជាប់ radical ក្មួយមិនបាច់ទុកឲ្យវាជាប់ radical ទេគឺយើងបញ្ចេញពី radical មកអញ្ចឹងទៅចំពោះលេខទូចដែលល្មមក្រម100អីណាគឺយើងយកការ៉េពិសេសវាទៅគុណទៅគឺយើងបញ្ចេញបានហើយបាទយើងយកមកប្រើការកើតណានេះលេខដែលយើងបញ្ចេញពី radical មក26យើងបញ្ចេញពី radical មកគឺបាន 5.099 ទៅហ៎ប៉ុន្តែ0.99នេះគឺយើងប្រកួតវាមកទុកតែលេខ2ខ្ទង់ទេទុកតែមួយខ្ទង់ក៏បានដែរទុកតែមួយខ្ទង់មកអញ្ចឹង9យើងគិតទៅ10សេ0ត្រាទុក1 1បូក0បាន1អញ្ចឹងយើងបានកន្ទុយ1អញ្ចឹងបានន័យថាយើងបាន 5.1 តោះឥឡូវខ្លួនមើលលេខនេះទៅបន្តទៀតនេះលេខ2បាទឬ15សួរថាតើឬ15នៅក្មួយបញ្ចេញពី radical បានអត់អញ្ចឹងនៅក្នុងការ៉េពិសេសគឺគ្មានទេបើ16មានណា16គឺបញ្ចេញពី radical មកគឺបាន4មិនអញ្ចឹងក្មួយមែនទេ16បញ្ចេញពី radical ចំពោះការ៉េគឺបាន4ចុះ15ឬ15ក្មួយបញ្ចេញបានអត់បានទេបើបញ្ចេញពីការ៉េពិសេសបើវាគឺអត់បានទេអញ្ចឹងក្មួយប្រើវិធីរបស់យើងមកដើម្បីឲ្យវាឃើញជាចម្លើយកុំឲ្យវាជាប់ជាចំនួនអសនិទានក្មួយប្រើអីគឺប្រើរូបមន្តដែលលោកគ្រូប្រាប់មកបាទរបៀបបាទមិនរូបមន្តនៅរបៀបបាទអញ្ចឹងលោកគ្រូសេកយកមកឥឡូវ15នេះគឺស្មើឬ16លោកគ្រូយក16វិញណាព្រោះ15លោកគ្រូយក16ដក1ចេញឃើញទេគឺលោកគ្រូយក16ដក1ចេញតែនេះក្មួយ16ដក1បាន15នេះអត់បានឃើញទេ16ដក1បាន15អញ្ចឹងលោកគ្រូទៅសេបន្តទៀតគឺស្មើឬការ៉េនៃ16នេះដកអាសញ្ញានេះដកយើងដាក់ដកដែរណាដក1លើប៉ុន្មានលើ2ឬការ៉េនៃ16នេះវិញណែ16នេះវិញមកឃើញទេអញ្ចឹងក្មួយបញ្ចេញពី radical កន្លែងនេះបាច់មកណែ16ចេញមកបានប៉ុន្មាន4ឆ្វាប់គូដាក់កន្លែងកាត់សិនណាបាន4គូដាក់ម្នេះតិច4ណែឃើញទេ4 16ផ្សេងមកបាន4ដក1ប៉ុន្មានដកជាមួយនឹង1លើ2នេះគុណនឹងប៉ុន្មាន16យើងបញ្ចេញមកបានប៉ុន្មានមិនបាន4បាទគុណជាមួយនឹង4បាទស្មើតទៀតមកក្មួយផ្សេងមកស្មើប៉ុន្មាន4ដក4ពីដក8ចុង1លើ8ក្មួយមកដល់កន្លែងនេះគឺ1លើ8មែនទេបើ1លើ8ក្មួយតម្រូវពីបែងរួមវាមកក្មួយធ្វើវិធីចេះមកស្រួលបើក្មួយមិនចែកទេក្មួយតម្រូវពីបែងរួមវាមក8 4ដក32ត្រូវទេ8 4ដក32បូកដក1មែនទេនៅសល់31អញ្ចឹងកន្លែងនេះគឺក្មួយបាន31លើ8 31លើ8ក្មួយចែកមកអញ្ចឹងមកន័យថាឬការ៉េនៃ15នេះគឺស្មើនឹង31លើ8អញ្ចឹងលោកគ្រូចែកមកយក31ចែកនឹង8មកបានប៉ុន្មានក្មួយចែកមកយក31ចែកនឹង8ក្មួយចែកទៅបានប៉ុន្មានគឺយើងមិនបានលេខនេះគឺវាអត់ដល់នេះទេគឺវាបាន3ចុចបាន3.87នេះវាបាន3.87ឬក៏ប្រហែលក្មួយប្រហែលបាទប្រហែលជាមួយនឹង3.87បាទ3.87យើងគិតទៅបើវា16វាបាន4មិនអញ្ចឹង16បញ្ចេញពីការ៉េមកបាន4មែនទេ16បញ្ចេញពី radical មកបាន4ចុះអានេះ15ហ្នឹងបើ15វាត្រូវទៅទុយជាង4ហើយបញ្ចេញពី radical មកត្រូវទៅទុយជាង4អញ្ចឹងវាប្រហែលជាមួយនឹង3.84អញ្ចឹងបើចង់ដឹងថា3.84ក្មួយចាំយកកាស្យូចុចណាអញ្ចឹងក្មួយចាំយកកាស្យូចុចតាមពិតកន្ទុយខាងក្រោយមាន5មួយទៀតណាមាន5ប៉ុន្តែលោកគ្រូប្រកួតមកដល់សល់តែប៉ុណ្្នឹងយកតែប៉ុណ្្នឹងអញ្ចឹងតម្លៃប៉ុណ្្នឹងគូប្រហែលបានហើយគូក្មួយប្រហែលបានយកតម្លៃប្រហែលនេះបានហើយ3.85ក្មួយតាន់អត់នេះគឺលក្ខខណ្ឌតម្លៃលេខទី2ក្មួយចាំយកកាស្យូផ្ទៀបផ្ទាត់មួយលំហាត់បត់គ្រូផងអញ្ចឹងមកន័យថា15បញ្ចេញពី radical មកគឺប៉ុណ្ណេះមានន័យថាវាខុសគ្នាបន្តិចទេណាក្មួយខុសគ្នាតែបន្តិចទេបាទខុសគ្នាតែបន្តិចមកបន្តិចទេវាល្អៀងតែបន្តិចទេកន្ទុយទស្សភាគមិនមែនក្បាលទេកន្ទុយទស្សភាគបាទអញ្ចឹងក្មួយតោះមកមើលនេះទៀតនេះ39ក្មួយទៅបានយើងយកទៅអនុវត្តបានអត់ខុសទេបាទអញ្ចឹងក្មួយយើងយកទៅប្រើការបានហើយបាទអញ្ចឹងក្មួយលេខ1 2 3គឺលោកគ្រូធ្វើការបង្ហាញរួចហើយបាទនៅសល់លេខ1នេះហើយលេខ1នេះបាទលេខ2នេះបាទសូមក្មួយធ្វើដោយខ្លួនឯងបាទអញ្ចឹងក្មួយធ្វើដោយខ្លួនឯងណាបើសិនជាក្មួយធ្វើត្រូវឬមិនត្រូវមិនសូមក្មួយ comment នៅខាងក្រោមវីដេអូលោកគ្រូបាទអញ្ចឹងបើសិនជាចម្លើយឃើញប្រហែលគឺក្មួយសូម comment នៅខាងក្រោមវីដេអូរបស់លោកគ្រូបាទអញ្ចឹងវីដេអូនេះគឺលោកគ្រូសូមបញ្ចប់ត្រឹមតែប៉ុណ្នេះបាទអញ្ចឹងបើសិនជាក្មួយឆ្ងល់ឬមិនយល់ត្រង់ចំណុចណាសូមក្មួយ comment សួរលោកគ្រូនៅខាងក្រោមបាទអញ្ចឹងលោកគ្រូនឹងធ្វើការបញ្យល់ក្មួយបន្តទៀតនៅវីដេអូក្រោយបាទអញ្ចឹងក្មួយកុំភ្លេចជួយ share វីដេអូនេះផងបាទជាចុងក្រោយនេះគឺលោកគ្រូសូមអរគុណសូមជម្រាបលា